អ្វីដែលថៃខុសដំណំសង្គ្រាមបំផុតគឺការមើលមាក់ងាយសត្រូវការមាក់ងាយសត្រូវអញ្ចឹងដំណំសង្គ្រាមតាំងពីសម័យបុរាណចិនបុរាណខ្មែរមកសូម្បីតែនៅក្នុងរឿងផ្សាមកុកហ្នឹងក៏យើងឃើញដែរថាអ្នកណាដែលមើលងាយសត្រូវខ្លួនឯងធ្វើសង្គ្រាម100 ដងចាញ់100 ដងឥឡូវនេះថៃគឺអញ្ចឹងមើលងាយខ្មែរមើលងាយទី1មើលងាយខ្មែរថាជាប្រទេសតូចក្រីក្រគ្មានការអភិវឌ្ឍណាមានចំណាកស្រុកទៅធ្វើការជាខ្ញុំថៃនឹងច្រើនមានអ្នកសុំទាននៅប្រទេសថៃនឹងច្រើនមើលអារូបភាពអស់ហ្នឹងហើយគិតថាស្រួលវាយឯងគ្មានសមត្ថភាពអីទេប្រទេសក្រីក្រហ្នឹងប្រើពេលតែមកចំអិនកំពឹសហ្នឹងខ្ទេចអស់ហើយអាហ្នឹងក្នុងផ្នត់គំនិតមេតបថៃណាមើលងាយខ្មែរមើលងាយទី2កងទ័ពខ្មែរជាកងទ័ពអត់មានស្បែកជើងពាក់គ្មានឯកសណ្ឋានត្រឹមត្រូវធ្វើសង្គ្រាមតាមបែបបុរាណគ្មានអាវុធទំនើបអាហ្នឹងមើលងាយទី2មើលងាយសមត្ថភាពកងទ័ពមើលងាយសម្បកក្រៅមិនមែនសមត្ថភាពទេមើលងាយសម្បកកងទ័ពកម្ពុជាហើយអត់ដឹងថាពួកអ្នកស្ពាក់ស្បែកជើងផ្ទាត់ហ្នឹងធ្វើសង្គ្រាម30-40 ឆ្នាំមកពួកវាអត់ដឹងទេអាហ្នឹងគឺការមើលងាយសត្រូវថៃមើលងាយខ្មែរទី2ទី3មើលងាយខ្មែរថាជាគ្រាន់តែជាកូនក្មេងនៅក្បែរផ្ទះដែលតែងតែរំខានការរស់នៅរបស់ថៃហើយខ្លួនឯងចង់ខោកក្បាលបដៅថ្ងៃណាក៏បានដែរអាហ្នឹងអ្នកវិភាគថៃចេញមកនិយាយមកអ្នកវិភាគធំទៀតណាអញ្ចឹងហើយវាធ្វើឲ្យបទវិភាគរបស់សាស្ត្រាចារ្យម្នាក់ដែលនិយាយថាខ្មែរគ្រាន់តែជាកូនក្មេងក្បែរផ្ទះខោកក្បាលបដៅថ្ងៃណាក៏បានហ្នឹងវាធ្វើឲ្យមានឥទ្ធិពលទៅដល់កងទ័ពហើយធ្វើឲ្យកងទ័ពកាន់តែមានភាពប្រមាថទៅលើប្រហែសមើលងាយកងទ័ពខ្មែរមើលងាយខ្មែរហ្នឹងកាន់តែខ្លាំងណាមើលងាយមួយទៀតមើលងាយតែខ្មែរហ្នឹងមិនហ៊ានតដៃឲ្យខ្លាំងទេពួកខ្មែរហ្នឹងធ្លាប់ជាពាក់គុណថៃកាលពីឆ្នាំ1979-80ជាពិសេសដែលខ្លួននឹងអនុញ្ញាតឲ្យជនភៀសខ្លួនខ្មែរសម័យជំរុំណាទៅបោះជំរុំនៅក្នុងប្រទេសថៃទឹកដីថៃហ្នឹងណាគេទាគុណស្រ័យអាហ្នឹងប៉ុន្តែកុំភ្លេចថាកាលពីខ្មែររត់ទៅជំរុំហ្នឹងថៃហ្នឹងបានផលប្រយោជន៍ពីអង្គការសហប្រជាជាតិហ្នឹងច្រើនណាស់ដែរមនុស្សណា300,000 ទៅ 400,000 នាក់នៅក្នុងជំរុំកាលសម័យនោះហើយតំណែងអីដែលអង្គការសហប្រជាជាតិទិញទៅចែកអ្នកជំរុំនៅក្នុងជំរុំមានកមានត្រីខនោះទិញពីណាមកមិនទិញពីថៃនោះអញ្ចឹងហើយថៃទទួលបានផលប្រយោជន៍សេដ្ឋកិច្ចច្រើនណាស់ប៉ុន្តែគ្រាន់តែវាមិននិយាយពីផលប្រយោជន៍សេដ្ឋកិច្ចទេវានិយាយតែពីរឿងគុណរបស់វាដែលយើងឲ្យដែលវាអនុញ្ញាតឲ្យយើងទៅនៅសម័យយើងកើតសង្គ្រាមឆ្នាំ79-80សម័យយួនចូលនោះអញ្ចឹងអាកតាប្រវត្តិសាស្ត្រអារបៀបមាក់ងាយសត្រូវព្រោះបើយើងនៅក្នុងមើលនៅក្នុងកៅភ្នែកថៃខ្មែរជាសត្រូវវាខុសតំណងសង្គ្រាមវាខុសតំណងសង្គ្រាមណាវាខុសតំណងសង្គ្រាមប៉ុន្តែអ្វីដែលសំខាន់បំផុតដែលថៃមើលងាយខ្មែរហើយភ្លេចគេហៅថាមើលរំលងអំពីបទពិសោធន៍និងយុទ្ធសាស្ត្រសង្គ្រាមរបស់ខ្មែរដែលអាចធ្វើឲ្យសត្រូវនឹងមានអាវុធទំនើបហើយខ្វះបទពិសោធន៍បរាជ័យណាយើងធៀបមើលទៅយើងមានឥឡូវហ្នឹងបញ្ចេញអស់ហើយត្រឹម BM21 ហ្នឹងហើយលឺថាទៅតូលហ្នឹងចង់ចេញ PHL 0403ណាទៅទៀតប៉ុន្តែអត់ទាន់ឃើញបញ្ចេញទេប៉ុន្តែ BM21 ហ្នឹងប្រើច្រើនណាមួយថ្ងៃចេញ300 គ្រាប់ 400 គ្រាប់ដែរឃើញយើងអស់ទំនើបប៉ុណ្ណឹងថៃគេបញ្ចេញមកអស់ហើយតាំងពី Gripen តាំងពី S16 តាំងពីអីចេញមកហើយឃើញទេប៉ុន្តែគិតស្មានថាចេញមក 4-5 ថ្ងៃហ្នឹងធ្វើឲ្យខ្មែរហ្នឹងបាក់ស្បាតណាតាមអ្វីដែលមេតបថៃលើកឡើងថាវាយឲ្យបាក់លងរយៈពេលវែងណានិយាយភាសាអ្នកស្រុក
ឲ្យបាត់បង់សមត្ថភាពតដៃរយៈពេលវែងនឹងនិយាយថាវាយឲ្យបាក់ស្បាតរយៈពេលវែងលែងហ៊ានតដៃមួយថៃទៀតណាវាគិតខុសវាភ្លេចមើលយុទ្ធសាស្ត្រឆ្លូបនៃការធ្វើសង្គ្រាមឆ្លូបរបស់លោកហ៊ុនសែនបងប្អូនមានដឹងទេក្រោយសង្គ្រាម5ថ្ងៃរយៈពេលប្រហែលជា5ខែណារយៈពេល5ខែដែលយើងឃើញថាប្រហែលក្រោយការចរចាណាថាយើងចប់ហើយលែងវាយអីហើយពលរដ្ឋសាមញ្ញដូចយើងអញ្ចឹងជឿឯងប៉ុន្តែសម្រាប់លោកហ៊ុនសែនណាអត់ជឿទេអត់ជឿលើกระดาษសន្តិភាពហ្នឹងទេខ្ញុំដឹងចរិតគាត់ណាឃើញដកកំភ្លើងធំឃើញស្អីមែនណាឃើញអីមែនណាយុទ្ធសាស្ត្រហ្នឹងគឺខ្ញុំព្យាយាមមើលយុទ្ធសាស្ត្ររបស់លោកហ៊ុនសែនហ្នឹងគឺគេហៅដកគេហៅដកថយតែមិនដកចេញ